ចាំណាសូមរួមគ្នាថែស្រះមួយនេះនោះគ្រប់គ្នានឹងមានប្រភពទឹកប្រើប្រាស់គ្រប់ប្រាំងវស្សាមិនខានកូនចៅសូមសន្យាថានឹងជួយឲ្យអ្នកភូមិរួមគ្នាថែរក្សាស្រះនេះមិនឲ្យខូចខាតឡើយអ្នកតាបើចុះខិតទៅខាងនោះបន្តិចទៅប្រយ័ត្នអណ្ដែតមកប៉ះអញខ្ពើមណាស់វើយយីអានេះវៃថាអញទៅនោមវាចុះដាក់ទឹកកខ្វក់លើសអញទៅទៀតរឿងបារមីស្រះវត្តចាធ្លាប់ឮពីបុរាណមកថាស្រះមួយកន្លែងជាស្រះដែលបានជីកស្របពេលដែលទីនោះមានវត្តអារាមហើយក៏ជាស្រះដែលមានបារមីផងដែរនៅតាមផ្លូវមេឃចិត្តភ្លឺទៅហើយខ្ញុំត្រូវតែប្រញាប់ស្រោតទៅរែកទឹកទៅបានពុំនោះទេមានអ្នករែកទឹកច្រើនធ្វើឲ្យទឹកល្អក់កកមិនខានពូមេងអើយហើយទៅរែកទឹកមែនទេមេឃមិនតាន់ភ្លឺផងឲ្យពូរូតម្លេះពូរូតទៅនឹងប្រុសខ្លាចទឹកស្រះវាល្អក់ហ្នឹងណាហើយចោះក្មួយទៅណាមកណាដែរគឺមេឃចិត្តភ្លឺមន់វាល្ងាវដាស់ខ្ញុំហ្នឹងណាទើបខ្ញុំភ្ញាក់ឡើងទៅរើសថ្នោតទុំយកទុកឲ្យម៉ែវាធ្វើអាកោថ្នោតហ្នឹងណាពូបើអញ្ចឹងខ្ញុំលាសិនហើយខ្លាចទៅរើសមិនតាន់គេពូទៅចោះក្មួយបន្ទាប់ពីតាមេងដើរហួសទៅបន្តិចពូផាន់ក៏បានដើររើសថ្នោតទុំក្បែរស្រះនោះផងដែរមេឃមិនតាន់ភ្លឺច្បាស់ខ្ញុំដូចជាមើលថ្នោតទុំសូវច្បាស់សោះពេលនោះស្រាប់តែពូផាន់ប្រទះឃើញមានពស់យ៉ាងធំគួរឲ្យខ្លាចលូនប៉ះគាត់ចុះទៅក្នុងទឹកស្រះតើនោះជាស្អីគេមកកធំម្លេះពូផាន់ភ័យនិយាយមិនចេញគាត់រត់ផងស្លន់ផងទៅដល់ផ្ទះវិញទាំងត្រដាបត្រដួលតើលោកក្មួយផានកើតអីបានជាមើលទៅដូចជាបញ្ញាប់បញ្ញាល់ម្លេះហើយខ្ញុំនេះទៅរវល់ឆ្ងល់អីដែរមិនក៏មិនឆាប់ទៅទឹកទៅស្រះចំណាស់មួយកន្លែងនោះជាប្រភពទឹកសម្រាប់អ្នកភូមិទាំងឡាយមិនថាបងប្អូនឆ្ងាយឬជិតពឹងទឹកស្រះដ៏ថ្លានេះគ្រប់គ្នានៅមាត់ស្រះប្រឡងទឹកថ្លាល្អណាស់ក៏អូបឈ្ងុយផ្កាឈូកទៀតផងសំណាងហើយដែលព្រឹកនេះខ្ញុំមកបានមុនគេតាមេងបំរុងតែដងទឹកស្រះស្រាប់តែគាត់បានឮសំឡេងមួយនិយាយមកកាន់គាត់ថាតាមេងចូលអ្នកកុំធ្វើឲ្យខូចស្រះនេះឲ្យសោះទោះជាពេលនេះមិនមានវត្តដូចពីមុនតែទីនេះមានបារមីតាមថែរក្សាច្រើនណាស់តើអ្នកជានរណាទៅសូមបង្ហាញខ្លួនមកឃើញថាតាមេងជាមនុស្សមានសិលទានមិនខ្លាចតបអ្នកតាដើមក្រឡាញ់បាត់បង្ហាញខ្លួនចេញមកយើងគឺជាអ្នកតាដើមក្រឡាញ់កុំខ្លាចយើងអីសូមគោរពអ្នកតាដើមក្រឡាញ់តើលោកគឺជាអ្នកមើលថែស្រះនេះមែនទេមែនហើយយើងអាស្រ័យក្នុងដើមក្រឡាញ់នេះឯងយើងមកនេះគឺចង់ប្រាប់អ្នកថាអ្នកជាមនុស្សស្មោះត្រង់មានសិលទានដូច្នេះចូលអ្នកជួយថែស្រះនេះផងតើចង់ឲ្យខ្ញុំមើលថែស្រះនេះបែបណាទៅពីមុនទីនេះមានវត្តតែពេលនេះវត្តបានទៅសង់នៅកន្លែងផ្សេងហើយគ្មានអ្វីបន្សល់ទុកទៀតទេមានតែស្រះមួយនេះដែលនៅសល់តែប៉ុណ្ណោះកុំឲ្យអ្នកភូមិលុបស្រះនេះឲ្យសោះឮទេព្រោះតែហេតុអីទៅលោកតាដើមកន្លែងយើងប្រាប់លោកទៅចុះក្រោមបាតស្រះនេះមានវត្ថុបុរាណមានតម្លៃច្រើនណាស់ហើយក៏មានអ្នកថែរក្សាផងដែរតើជាការពិតមែនទេបើបែបនោះកាលណាអ្នកភូមិដឹងពួកគេនឹងចោះទៅរាវរកយកមកលក់ដូរបានកម្រៃជាមិនខានមិនបានទេពួកគេនឹងមានគ្រោះថ្នាក់ម្យ៉ាងទៀតវត្ថុទាំងនោះនឹងជួយឲ្យស្រះនេះគ្មានថ្ងៃរីងស្ងួតឡើយតើលោកដឹងទេចុះបានអ្នកស្រុកគេត្រូវការចោះទៅបេះផ្កាឈូកយកមកថ្វាយព្រះតើបានដែរទេពិតជាបានតែហាមចុះទៅកណ្ដាលស្រះព្រោះទឹកនេះជ្រៅណាស់និងមានអាចកំបាំងជាច្រើនទៀតពួកគេបេះទៅជាប់នៅមាត់ស្រះនេះបានហើយកូនចៅយល់ហើយលោកតាដើមកន្លែងចាំណាសូមរួមគ្នាថែស្រះមួយនេះនោះគ្រប់គ្នានឹងមានប្រភពទឹកប្រើប្រាស់គ្រប់ប្រាំងវស្សាមិនខានកូនចៅសូមសន្យាថា
នឹងជួយឲ្យអ្នកភូមិរួមគ្នាថែរក្សាស្រះនេះមិនឲ្យខូចខាតឡើយអ្នកតាតាយកផ្តិលប្រាក់នេះទៅលក់ចុះនោះតានឹងបានប្រាក់ច្រើនពេលបានប្រាក់ហើយតាជួយធ្វើផ្ទះឲ្យយើងក្រោមដើមក្រឡាញ់នេះផងណាអរគុណហើយលោកតាដើមក្រឡាញ់ផ្តិលប្រាក់នឹងគឺស្អាតណាស់ទៅវិញចុះតែកុំភ្លេចសន្យាណាតាមេងយល់ហើយពេលនេះកូនចៅលាសិនហើយលោកតាបន្ទាប់ពីតាមេងជួបហេតុការណ៍បែបនោះហើយគាត់ក៏បានយកផ្តិលប្រាក់ត្រឡប់ទៅផ្ទះវិញយ៉ាងប្រញាប់នៅផ្ទះតាមេងពុកមកពីរែកទឹកវិញហើយមែនទេពុកតាវាថ្ងៃក្រោយមិនបាច់ទៅរែកទឹកស្រះទេតាវាចាស់ហើយណាទុកកូនចម្រើនជាអ្នកទៅចោះមែនហើយពុកឈប់ទៅរែកទឹកនៅទីនោះទៀតទៅដីខ្សាច់ពិបាកដើរណាស់កូនមានកម្លាំងគ្រប់គ្រាន់នៅក្នុងការរែកបានតើពុកដឹងហើយថាកូនពូកែតែកូនណាបើពុកមិនធ្វើការពុកមិននឹងបានបែកញើសទៅណែនិយាយចង់ម៉ែវាខ្ញុំមានរឿងចម្លែកមួយចង់5តើជាអ្វីទៅពុកវាឬមួយក៏មានអ្វីពាក់ព័ន្ធជាមួយនឹងផ្តិលប្រាក់នេះមែនទេមែនហើយយាយវាគឺមានអ្នកតាដើមកលាញ់មកប្រាប់ខ្ញុំថាត្រូវមើលថែស្រះទឹកឲ្យបានល្អព្រោះទីនោះមានបារមីរក្សាច្រើនណាស់លោកបារម្ភថាគ្រប់យ៉ាងនឹងសាបរលាបពេលអនាគតណាយាយពងតាំងពីអ្នកភូមិនាំគ្នាបដូរទីតាំងវត្តនោះគឺស្ទើរតែមិនមានអ្នកណាចាប់អារម្មណ៍ទៅហើយមែនហើយនេះហើយគឺជាមូលហេតុនោះទោះបីថាទីតាំងវត្តបដូរមែនតែបារមីដីចំណាស់នឹងស្រះវត្តចាស់នៅតែមានណាកូនបើអញ្ចឹងពួកយើងគួរតែធ្វើតាមលោកទៅណាតាវាឥឡូវនេះកូនយកផ្តិលប្រាក់នេះទៅលក់ចុះណាបានប្រាក់កាលណាពុកទិញសម្ភារៈទៅធ្វើខ្ទមឲ្យលោកចុះទៅចោះកូនស្រោតណាស់ថ្ងៃខ្ពស់ហើយបានពងម៉ែកូននឹងត្រឡប់មកវិញឆាប់ចម្រើនបានយកផ្តិលប្រាក់ទៅលក់នៅឯផ្សារព្រមទាំងទទួលបានប្រាក់ជាច្រើនផងដែរនៅផ្ទះតាមេងមកវិញហើយឯកូនហើយឈ្មោះគេថាយ៉ាងម៉េចដែរពងគេឲ្យតម្លៃខ្ពស់ណាស់គេថាផ្តិលនេះជារបស់កម្រជាវត្ថុសុទ្ធពីបុរាណពុកមើលចុះខ្ញុំបានប្រាក់ច្រើនណាស់ពងប្រសើរណាស់បើអញ្ចឹងចោះទៅស្រះជាមួយពងបាទពងតាមេងនិងចម្រើនបានសង់ខ្ទមយ៉ាងស្អាតមួយនៅក្រោមដើមក្រឡាញ់នៅជាប់មាត់ស្រះនៅក្បែរស្រះចំណាបពិតបារមីស្រះចំណាស់បារមីលោកតាដើមកលាញ់និងបារមីទាំងឡាយនៃដីចំណាស់នេះយើងខ្ញុំសូមសម្ដែងនូវការគោរពផងចុះស្របពេលនោះអ្នកតាដើមក្រឡាញ់ក៏បានបង្ហាញខ្លួនចេញមកម្ដងទីអរគុណហើយតាមេងដែលបានសាងសង់ផ្ទះឲ្យយើងបងគឺអ្នកជាអ្នកតាមែនទេកុំខ្លាចអីលោកមិនធ្វើបាបកូនចៅទេណាកូនបាទពងលោកតាគឺកូនចៅទេដែលត្រូវអរគុណលោកតានោះដែលលោកតាជួយផ្ដល់ផ្តិលប្រាក់ដ៏ស្អាតប្រណិតនិងជួយផ្ដល់ប្រភពទឹកថ្លាត្រជាក់ដូចទឹកអមរិតដល់អ្នកភូមិគ្រប់គ្នាមិនអីទេលោកទៅវិញចុះចូលកុំភ្លេចផ្ដាំកូនចៅឲ្យមើលថែរក្សាទីនេះផងណាបាទលោកតាកូនចៅនឹងធ្វើតាមបណ្ដាំលោកតា5រឿងរ៉ាវទាំងឡាយដែលតាមេងបានជួបក៏បានធ្វើឲ្យអ្នកភូមិដឹងឮព្រមទាំងគោរពជឿមើលថែស្រះចំណាស់នោះគ្រប់គ្នាលុះកន្លងទៅច្រើនឆ្នាំនៅផ្ទះតាមេងបងម៉ែកូនមិនចង់ឃ្លាតពីលោកទាំងពីរទេកូនពិតជាមិនអាចរស់នៅដោយគ្មានលោកទាំងពីរបានទេកុំចង់អីណាកូនជីវិតនេះតែងតែមានជួបហើយក៏មានបែកដែរដឹងទេមែនហើយកូនពុកម៉ែចាស់ណាស់ទៅហើយពួកយើងរស់បាន85ឆ្នាំរាប់ទុកថាសំណាងណាស់ទៅហើយណាកូនកូនដឹងទេពុកនឹងម៉ែសម្រាប់សិនចុះទុកឲ្យកូនទៅដាំថ្នាំជូនណាគ្មានប្រយោជន៍ទេកូនចាំទុកណាត្រូវមើលថែស្រះចំណាស់នោះឲ្យបានល្អកុំឲ្យអ្នកភូមិទៅធ្វើរឿងប្រមាថឲ្យសោះឮទេពុំនោះទេនឹងមានគ្រោះថ្នាក់ដល់ជននោះ
ពុំខានឡើយ ម្យ៉ាងទៀតកូនត្រូវរកប្រពន្ធល្អម្នាក់ដើម្បីសាងគ្រួសារណាកូនណា បាទម៉ែ ពលផ្ដាច់ផ្ដាំហើយតាយាយទាំងពីរក៏បានលាទៅឆ្ងាយលុះប៉ុន្មានឆ្នាំក្រោយមកចម្រើនក៏មានប្រពន្ធជានារីដ៏ស្រស់ស្អាតម្នាក់ រីណាអូនបងទៅរកជីកក្តាមហើយណា ចាបងបានក្តាមកាលណាអូននឹងយកមកស្ងោរជ្រក់ជូនបងពិសាណា បាទប្រពន្ធសម្លាញ់បើអញ្ចឹងបងទៅហើយណាថែខ្លួនផងបងនឹងឆាប់ត្រឡប់មកវិញទេ ចាបងក៏ភ្លេចបេះផ្កាឈូកផ្ញើអូនផងណាអូនចង់យកស្ទប់ផ្កាឈូកហាលឲ្យក្រៀមទុកសម្រាប់ឆុងហូបនាខែរងាជាមួយបងណាបង បាទបងគ្រាន់តែលឺផ្កាឈូកឆុងទឹកក្តៅបងក៏ចង់ហូបបាត់ទៅហើយបើអញ្ចឹងបងរត់ទៅហើយណានឹងបានឆាប់ត្រឡប់មកវិញ ចាបងបន្ទាប់ពីចម្រើនចេញទៅស្រែបាត់នីប៉ង់ក៏បានដើរចូលមក សួស្ដីអូនរីណាថ្ងៃនេះនៅផ្ទះតឯងទេហ៎រួចចោះអាចចម្រើនទៅណាបាត់ហើយ ចាបងប្តីខ្ញុំទៅស្រែបាត់ហើយថ្ងៃនេះគាត់ទៅជីកក្តាមណាបងតើបងមានការអ្វីជាមួយគាត់ដែរ គ្មានអីទេតែបងឆ្ងល់ណាស់អាចចម្រើនក្រនោះក្រកោតតអូនស្រឡាញ់វាដែរបើមិននេះទេអូនឯងលេងក្បាលវាឲ្យមកយកបងវិញតអូន បងកុំនិយាយបែបនេះមិនសមទេបងទៅវិញចុះខ្ញុំមិនស្វាគមន៍ឡើយរីណាជានារីល្អហេតុថាមិនចង់ស្ដាប់សម្ដីឆ្លើយរបស់នីប៉ង់រីណាក៏បានដើរទៅក្នុងផ្ទះបាត់ទៅ ចាំតមើលចុះបងទៅរកជីកកំណប់រាវវត្ថុបុរាណនៅបាត់ស្រះយកទៅលក់ឲ្យបានប្រាក់ច្រើនចាំមើលតើអូនព្រមនៅជាមួយនឹងអាមនុស្សក្រលហាមនឹងទៀតទេ នីប៉ង់ចង់បានប្រពន្ធគេណាស់ទាំងមិនខ្លាចបាបបុណ្យហើយពេលនេះគាត់ក៏បានសម្រេចចិត្តទៅរករបស់មានតម្លៃនៅឯស្រះចំណានៅក្បែរមាត់ស្រះ នៅក្នុងស្រះនេះមានវត្ថុមានតម្លៃច្រើនណាស់មែនទេខ្ញុំល្ងងណាស់ហេតុអីក៏មិនចោះទៅយកឲ្យអស់មក ចាំមើលណាក្នុងភូមិគ្មានអ្នកណាមានជាងយើងនោះទេ គិតហើយនីប៉ង់ចុះទៅក្នុងស្រះគាត់ចុះបានបន្តិចស្រាប់តែរើសបានកងដៃមាសតូចមួយ ស្អីគេកង់ដៃតូចម្លេះលក់បានប្រាក់ប្រមាណទៅយើងគួរតែយកអាធំទៅបានមួយនេះមិនគ្រប់ទេ នីប៉ង់បោះកងដៃតូចនោះចោលហើយក៏រាវរករបស់មានតម្លៃបន្តទៀតគាត់រាវអស់ពេលជាយូរតែពុំបានអ្វីតល់តែស ចំជាចង្រៃមែនតាជាស្រះកម្រក់អីទៅបានជាគ្មានរបស់មានតម្លៃអីនោះគ្រប់គ្នាចេះតែល្បីសង្ស័យតែមេញនិយាយនិទានកុហកក្មេងៗហើយមើលទៅ នីប៉ង់បន្តរាវរកទៀតទាំងកំផឹងផងទាំងចេះប្រតិចស្រះផងស្រាប់តែគាត់ពិតជាបានរបស់ល្អជាងមុនមែននោះគឺចាន់មាសដ៏ធំមួយ ប្រសើរណាស់មួយនេះល្អជាងមុនហើយ ឃើញថាខ្លួនបានចាន់មាសធំមួយហើយនីប៉ង់ក៏វិលទៅផ្ទះវិញយ៉ាងរហ័សជាមួយនឹងក្តីរំភើបជាខ្លាំងនៅតាមផ្លូវ អាចប់មើលនោះលបងប៉ងបានស្អីនឹងដៃស្អាតណាស់មែនតាអាជីកតោះតើមើលតើជាស្អីគេអាចប់អាជីកពួកឯងកំពុងទៅណាដែរអូគឺពួកយើងកំពុងទៅរកដកកៅអៅឈូកនៃស្រះនោះណារួចចុះលបងឯងកាន់អីហ្នឹងមើលទៅដូចជាចានមាសមែនទេលបងមែនហើយលបងដូចជាស្អាតដល់ហើយមែនហើយនេះជាចានដែលយើងរើសបាននៅក្នុងស្រះមិនដែរស្អាតអត់ម្ដងនេះយើងមុខជាបានប្រាក់ច្រើនជាមិនខានហ្នឹងហើយបើបែបនោះលបងមុខជាអាចទៅដាំអូនរីណាពីអាចចម្រើនបានជាមិនខានមែននឹងឯងនារីណាដែលថាមិនស្រឡាញ់មាសប្រាក់នោះខ្ញុំជូនពរលបងឲ្យបានជោគជ័យណាលបងអរគុណហើយវើយលាសិនហើយណាយើងប្រញាប់បន្តិចបាទលបង បន្ទាប់ពីនីប៉ង់ដើរហួសទៅនីចប់នីជីកក៏បាននិយាយគ្នាថា អាជីកអញឮដូចយើងទេលបងប៉ក់ថាបានចានមាសពីក្នុងស្រះណាវើយអញឮដែរតើហើយចុះចំកាលទៀតមិនក៏មិនទៅរាវរកដែរទៅកែងលោកបានមាសដោយលបងប៉ក់ដែរណាតោះ ដោយឃើញថានីប៉ង់បានចាន់មាសពីក្នុងស្រះមិនបង្អង់យូរនីចប់នីជីកក៏បានសម្ដៅទៅស្រះដូចគ្នានៅក្បែរស្រះ ឆាប់ឡើងមិនក៏មិនចោះទៅយើងផ្ទះសាររកមាសរកប្រាក់ណាចាំតិចយើងជុះនោមមួយសិនអានេះឆោតមែនតែនវៃចោះទឹកមកចាំនោមក្នុងទឹកក៏បានដែរបំរុងតែសើមខោតដែលចុះមកកុំឲ្យខាតពេលចាំនោមដាក់ក្នុងទឹកក៏បានដែរហោមក៏អត់មានអាណាលឺដែរមែនទេ ទឹកស្រះដ៏ថ្លាជាទីតម្រូវការរបស់អ្នកស្រុកហូបតែពួកគេដូចជាប្រមាថពេកហើយមើលចោះពួកគេផោមទៀត អាជីកអញមានបានប៉ះអីអត់គ្មានទេ
តែគ្នាដូចចង់ងូតទឹកដោះក្អែលត្មងໄວព្រោះទឹកស្រះនេះតិចស្រួលណាស់ម្យ៉ាងដែរអានេះវាប៉ិនរកនឹកវិធីចំណេញណាស់ចំណែកយើងវិញដូចចង់ឈឺជុះអាម៉េចទេបើជុះខិតទៅខាងនោះបន្តិចទៅប្រយ័ត្នអណ្ដែតមកប៉ះអញខ្ពើមណាស់វើយយីអានេះໄວថាអញទៅនោមវាជុះដាក់ទឹកកខ្វក់លើសអញទៅទៀតនិយាយស្ដីមិនសមរម្យធ្វើរឿងមិនសមគួរគ្រានោះស្រាប់តែមានពស់ដ៏ធំបានបង្ហាញខ្លួនចេញមកអាជេងពស់ធំណាស់វើយឆាប់រត់ទៅជួយផងជួយពួកយើងផងសត្វពស់ដ៏ធំអាចក្បាលដកខ្លួនផុសចេញពីទឹកធ្វើឲ្យបរិសទាំងពីរភ័យញ័រជាខ្លាំងរំពេចនោះស្រាប់តែទឹកស្រះកើតមានរលកបោកបក់គួចពួកគេចុះឡើងពេលនោះពួកគេក៏បានស្លាប់ភ្លាមមួយសន្ទុះក្រោយមកតាផាននិងមីងខុំក៏បានដើរមកដល់ពុកវាមុននេះខ្ញុំដូចជាឮសំឡេងមនុស្សស្រែកណាខ្ញុំក៏ឮដែរឬក៏ពួកក្មេងកំឡោះវានាំគ្នាដេញសត្វទីដឹងពូផាននិងមីងខុំឈរជជែកគ្នាមួយសន្ទុះស្រាប់តែពួកគាត់បានឃើញសពនីចប់នីជីកអណ្ដែតទឹកត្រាឡើងមកហើយមានមានសពមនុស្សស្លាប់ណាពុកវាអើយពុកវាម៉ែវានោះជាសពនេះចប់នឹងនេះជីកតើមែនហើយពុកវាគួរឲ្យអាណិតណាស់ប្រហែលពួកគេបានធ្វើរឿងបំពានជ្រុលហួសហេតុពេកហើយមើលទៅនោះពួកយើងត្រូវយករឿងនេះទៅជម្រាបលោកមេភូមិទៅបានណាតោះម៉ែវាចាពុកវាលោកដើរមកឆ្ងាយពីស្រះបន្តិចពូផាន់ក៏បាននិយាយថាម៉ែវាខ្ញុំតាំងពីបានជួបរឿងកាលពីលើកមុនមកខ្ញុំមិនហ៊ានដើរកាត់ស្រះនោះទេខ្ញុំរៀងចាលហើយចាពុកវាកាលនោះណាពុកវាស្ទើរតែជ្រុះសក់អស់ទៅហើយព្រោះភ័យលួសព្រលឹងអស់កុំតែបានប្រដេចគុណភ័យជួយទេកុំអីណាចាប់មិនខានឡើយហើយកាលនោះណាខ្ញុំពិតជាអាណិតពុកវាឯងណាបាទសង្ឃឹមតែក្មេងៗចំនួនក្រោយវាមិនធ្វើរឿងបំពានស្រះចាស់នោះទៅចុះនិយាយអំពីនីប៉ង់ដែលបានចាន់មាសវិញដេករំភើបមិនឈប់សោះឡើយនៅផ្ទះនីប៉ង់តើខ្ញុំគួរតែលក់ចាន់នេះឲ្យតែឈ្មួញណាល្អទៅសំណាងមែនទែនខ្ញុំឈ្មួញបារាំងឈ្មួញលាវឬក៏លក់ឲ្យឈ្មួញចិនវិញកំពុងតែមានក្តីរំភើបស្រាប់តែមានសំឡេងមួយបាននិយាយមកកាន់នីប៉ង់ថាឆាប់យកចាននោះទៅដាក់នៅក្នុងស្រះវិញភ្លាមបើមិនចង់មានគ្រោះថ្នាក់ស្អីគេសំឡេងស្អីមកពីណាអញ្ចឹងវ៉ៃឆាប់យកចានមាសទៅវិញភ្លាមវាមិនមែនជារបស់ឯងទេកុំគិតថាយើងល្ងងយកមាសទៅបោះចោលនោះមានតែមនុស្សឈួតប៉ុណ្ណោះតែនេះមិនមែនជារបស់ឯងទេចាននេះជាសម្បត្តិពីបុរាណឯងមិនបានសុំស្នើគឺឯងជាអ្នកលួចយកមកចេញទៅយើងមិនឈួតយកទៅដាក់ក្នុងស្រះនោះវិញទេឃើញថានីប៉ង់ជាមនុស្សចិត្តលោភនិយាយគ្មានការគោរពគ្មានហេតុផលភ្លាមនោះស្រាប់តែមានពស់ដ៏ធំមួយបានបង្ហាញខ្លួនចេញមកពស់ធំណាស់ជួយផងភ្លាមនោះនីផានត្រូវបានពស់ចិត្តរហូតទាល់តែស្លាប់ដំណឹងនេះក៏បានដឹងដល់អ្នកភូមិគ្រប់គ្នាផងដែរនៅផ្ទះលោកមេភូមិតើលោកពូមេភូមិគិតបែបណាបន្តអំពីស្រះនោះមែនហើយលោកមេភូមិគ្រប់គ្នាហាក់មានការខ្លាចស្រះនោះណាបើបែបនោះគ្រប់គ្នាមុខជាមិនមានទឹកហូបទេណាលោកមេភូមិមិនអីទេកុំបារម្ភអីណាពូនឹងនិមន្តព្រះសង្ឃមកសូត្រធម៌សុំខមាទោសនិងឧទ្ទិសកុសលជូនដល់អ្នកដែលបានស្លាប់ហើយក្មួយក៏ត្រូវតែជួយផ្សព្វផ្សាយកុំឲ្យមានអ្នកមកប្រមាថបំពាននៅកន្លែងនេះទៀតដែរឮទេបាទលោកពូមេភូមិខ្ញុំនឹងជួយធ្វើរឿងនេះឲ្យបានអស់ពីសមត្ថភាពម្យ៉ាងទៀតពូនឹងដឹកនាំអ្នកភូមិដើម្បីជីកស្រះថ្មីចុះនោះពួកយើងនឹងមានទឹកប្រើកាន់តែច្រើនវិញហើយបាទលោកពូមេភូមិពិតជាមជ្ឈបាយល្អណាស់ស្រះចាស់ទុកជាសម្បត្តិបុរាណសម្រាប់គោរពចំណែកស្រះថ្មីគឺជាស្រះសម្រាប់ផ្ដល់ទឹកប្រើប្រាស់មែនហើយបានហើយឥឡូវចាប់ផ្ដើមការងារនេះចុះណាចម្រើនស្អែកនេះក្មួយជួយនិមន្តបដិជគុណមកណាពួកយើងនឹងធ្វើពិធីនៅជាប់នឹងមាត់ស្រះក្បែរខ្ទមអ្នកតាដើមកលាញ់តែម្ដងបាទលោកពូមេភូមិបើអញ្ចឹងខ្ញុំនឹងទៅផ្សព្វផ្សាយដល់បងប្អូនឲ្យបានដឹងនិងចូលរួមគ្រប់គ្នាបាទអរគុណហើយណាចម្រើនដែលឯងតែងតែជួយសម្រួលការងារដល់ពូមិនអីទេពូរស់នៅក្នុងភូមិផងរបងជាមួយគ្នាគ្មានអីក្រៅពីការជួយសាមគ្គីគ្នាទេទើបភូមិយើងបានសុខសប្បាយត្រឹមត្រូវណាស់ក្មួយ
បាញ់ចឹងក្មួយលាសិនហើយណាលោកពូមេភូមិ ជំរាបលាលោកពូ បាទទៅចុះក្មួយ ចាប់តាំងពីពេលនោះមកពុំមានអ្នកណាហ៊ានប្រមាថស្រះចំណាស់នោះទៀតទេហើយស្រះថ្មីមានតួនាទីផ្ដល់ទឹកថ្លាត្រជាក់ដល់អ្នកភូមិចំណែកស្រះចំណាស់គឺជាទីគោរពនៃអ្នកភូមិតរៀងមក